ជំរាបសួរថ្ងៃនេះខ្ញុំនឹងបន្តតាក់ទងជាមួយនឹង present simple របស់យើងដដែលហើយ present simple តាក់ទងជាមួយនឹងកិរិយាសព្ទទូទៅគឺដែលមិនមែនជា verb to be ហើយនៅថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាដែលតាក់ទងជាមួយកិរិយាសព្ទនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង he she ឬក៏ it ដែលគេហៅវាថាជា third person singular របស់យើងគឺយើងត្រូវបន្ថែមអក្សរអ្វីនៅខាងក្រោយវីដេអូមុនគឺយើងបន្ថែមអក្សរ s នៅក្នុងវីដេអូនេះយើងនឹងបន្ថែមអក្សរ es ប៉ុន្តែនៅក្នុងករណីអ្វីដែលយើងត្រូវបន្ថែមអក្សរ es នៅខាងក្រោយកិរិយាសព្ទនោះអ្នកគេថាពាក្យកិរិយាសព្ទដែលបញ្ចប់ដោយអក្សរ s ឬក៏ double s ch sh x អក្សរ z ឧទាហរណ៍បើយើងប្រើប្រាស់ជាមួយនឹង I you we they កិរិយាសព្ទគឺយើងមិនបន្ថែមអ្វីទាំងអស់នៅខាងចុងនៃកិរិយាសព្ទនោះឧទាហរណ៍ I watch ពាក្យ watch បញ្ចប់ដោយអក្សរ ch you watch we watch they watch យល់ទេI you we they គឺយើងប្រើតែពាក្យ watch ដដែលប៉ុន្តែបើសិនជាយើងប្រើប្រាស់ជាមួយនឹង he she ឬក៏ it he watches មានន័យថាអក្សរ ch នៅខាងក្រោយបញ្ចប់នៅជាមួយនឹងពាក្យ watch គឺយើងបន្ថែមអក្សរ es អញ្ចឹងអក្សរ es នៅខាងក្រោយគឺមានអក្សរ is អញ្ចឹង watches she watches it watches he watches movie or he watches the television she ក៏ដូចគ្នាដែរ she watches TV or she watches the movie អូខេអញ្ចឹងយើងឃើញថាខ្ញុំលើកឧទាហរណ៍តែបន្តិចដែលតកតងជាមួយនឹងកិរិយាសព្ទតែបញ្ចប់ដោយអក្សរអ្វីខ្លះនៅខាងក្រោយទើបយើងបន្ថែមអក្សរ es